សូមក្រាបថ្វាយបង្គំព្រះធេរនុធេរៈគ្រប់ព្រះអង្គសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាបងប្អូនអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំឧទាហរណ៍ថាខ្លួនឯងគឺជាបេក្ខជននាយករដ្ឋមន្ត្រីពាក់មួកនេះមិនមែនជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទេប៉ុន្តែជាបេក្ខជនមួយដែលកំពុងតែផ្ញើសារ message របស់ខ្លួនឯងទៅកាន់ប្រជាពលរដ្ឋដើម្បីទាញយកសន្លឹកឆ្នោតទាញយកការគ្រប់គ្រងខ្ញុំឧទាហរណ៍ថានេះគឺជាបេក្ខភាពនរណាម្នាក់តែមិនមែនជាបេក្ខភាពខ្ញុំទេអញ្ចឹងពេលដែលយើងឡើងនិយាយទៅកាន់អ្នកគ្រប់គ្រងរបស់យើងមិនថានៅក្នុងវេទិកាណាមួយទេតែមានមហាជនចូលរួមតិចឬច្រើនក្តីឬក៏តាមរយៈការ live ផ្ទាល់ក្តីយើងចាំបាច់ត្រូវតែមានសមត្ថភាពគឺការនិយាយជាសាធារណៈ the power of voice the power of public speaking ដើម្បីទាញយកបេះដូងអ្នកស្ដាប់ឲ្យគេជឿជាក់ឲ្យគេទុកចិត្តឲ្យគេចងចាំឲ្យគេគ្រប់គ្រងនៅសារនៅគោលនយោបាយរបស់យើងខ្ញុំឧទាហរណ៍ទេបាទឧទាហរណ៍ថាបកកំពុងតែកាន់អំណាចគេមានគោលនយោបាយច្រើនមែនទែនបាទគេបានអនុវត្តហើយគេមានបទពិសោធន៍ហើយប៉ុន្តែយើងជាបេក្ខជនដើម្បីដណ្ដើមកៅអីដើម្បីដណ្ដើមប្រជាប្រិយភាពដណ្ដើមសម្លេងដោយសារយើងជាគណៈបកមួយដូច្នេះយើងឡើងនិយាយដើម្បីទាញការគ្រប់គ្រងអញ្ចឹងយើងអាចបច្ច្រាស់ទាំងអស់បច្ច្រាស់អ្វីដែលគណៈបកកណ្ដាលអំណាចកំពុងតែធ្វើយើងបច្ច្រាស់ទាំងអស់ប៉ុន្តែបច្ច្រាស់ឲ្យត្រូវរឿងបើបច្ច្រាស់ខុសរឿងអាហ្នឹងយើងនិយាយគេហៅថាកំបិតចិត្តដងឯងឬក៏គិញគក់លក់ថ្នាំស្រែងឧទាហរណ៍បាទឧទាហរណ៍ណាតែខ្ញុំនឹងនិយាយនៅពេលក្រោយអានគោលនយោបាយហុំបាទអានគោលនយោបាយស្រក់ទឹកមាត់ដល់ពេលអនុវត្តស្រក់ទឹកភ្នែកអញ្ចឹងយើងចាប់ផ្ដើមចេញសាររបស់យើង1 2 3 4 5 6 7 8 9 10បាទសារដែលយើងថាប្រសិនបើយើងជាប់ឆ្នោតប្រសិនបើយើងខ្លាយទៅជាបេក្ខភាពនេះបេក្ខភាពនោះតែយើងមានសារគោលនយោបាយអីដើម្បីទាញយកអ្នកគ្រប់គ្រងរបស់យើងប៉ុន្តែរឿងសារនោះខ្ញុំសុំមិននិយាយលម្អិតទេដោយសារអានឹងវាគឺជារឿងឧទាហរណ៍ខ្ញុំឧទាហរណ៍ទេបាទហើយជាធម្មតាទម្លាប់នឹងវប្បធម៌នៅក្នុងប្រទេសរបស់យើងការនិយាយដែលពាក់មួកបែបនេះខ្មែរយើងគឺមានទម្លាប់រៀងប្រកាន់បន្តិចដោយសារពាក់ព័ន្ធជាមួយសិលធម៌បាទពាក់ព័ន្ធមួយសិលធម៌ប៉ុន្តែនៅបណ្ដាប្រទេសប៉ែកអឺរ៉ុបឬក៏ប្រទេសជឿនលឿនមួយចំនួនអ្នកនយោបាយរបស់គេគឺគេពាក់មួកនិយាយអញ្ចឹងតែម្ដងបាទមិននិយាយអីផ្អែព្រះអង្គពវៀងអីច្រើនទេប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គាត់ពាក់មួកក្រហមដូចខ្ញុំអញ្ចឹងដែរបាទមិនមែនដូចខ្ញុំអញ្ចឹងដែរខ្ញុំពាក់មួកដូចគាត់ដែរដោយសារយើងសារនយោបាយរបស់យើងចង់និយាយថាយើងចង់ឲ្យប្រទេសរបស់យើងខ្លាយទៅជាសហរដ្ឋអាមេរិកទី2យើងនិយាយបែបអញ្ចឹងបាទអញ្ចឹងអានេះគ្រាន់តែជា sound bite គ្រាន់តែជា message គ្រាន់តែជាសារមួយដើម្បីដាស់ឲ្យអារម្មណ៍របស់អ្នកគ្រប់គ្រងមានអារម្មណ៍ថាបើខ្ញុំបោះឆ្នោតគ្រប់គ្រងគាត់ខ្ញុំជឿជាក់ថាគាត់នឹងអាចអនុវត្តនៅគោលនយោបាយរបស់គាត់បានទាំងអស់បាទយ៉ាងណាមិញខ្ញុំសូមផ្ដល់នៅគន្លឹះដើម្បីឲ្យយើងខ្លាយទៅជាអ្នកនិយាយម្នាក់ដែលជាអ្នកនយោបាយបន្តវេនដែលជាមនុស្សម្នាក់ដែលមានthe power of voice the power of public speaking គេហៅថាឥទ្ធិពលនៅក្នុងការនិយាយជាសាធារណៈមនុស្សមួយចំនួនមិនសូវបានចាប់អារម្មណ៍អំពីរបៀបនៃការនិយាយជាសាធារណៈទេមនុស្សដែលពូកែនិយាយនិងមនុស្សនិយាយពូកែមិនដូចគ្នាទេបាទពីនេះគឺវានៅដាច់ពីគ្នាមនុស្សពូកែនិយាយនិងមនុស្សនិយាយពូកែឥឡូវកុំវែងឆ្ងាយខ្ញុំសូមផ្ដល់នៅគន្លឹះមួយចំនួនដើម្បីជាការតម្រង់ទិសជាការចែករំលែកបច្ចេកទេសនៅបទពិសោធន៍មិនមែនខ្ញុំជាអ្នក expert ទេដូចជាសំណួរមួយគេសួរថាខ្ញុំធ្លាប់បាន live ហើយដូចគេសួរថាមុននឹងលោកមកធ្វើជាបេក្ខភាពប្រធានាធិបតីឬក៏នាយករដ្ឋមន្ត្រីលោកធ្លាប់មានបទពិសោធន៍ធ្វើប្រធានាធិបតីធ្វើនាយករដ្ឋមន្ត្រីពីមុនមកទេសិតតែអត់មានទេប៉ុន្តែអ្វីដែលធ្វើឲ្យគាត់មានឱកាសដើម្បីខ្លាយទៅជាបេក្ខភាពដែលនិយាយកន្លែងហ្នឹងគាត់នឹងខ្លាយទៅជាបេក្ខភាពទៅតាមកម្មវិធីដែលគេបានរៀបចំបាទខ្ញុំសូមផ្ដល់សារកន្លឹះដើម្បីកុំឲ្យវែងឆ្ងាយដើម្បីបងប្អូនតាក់ទាញអារម្មណ៍របស់អ្នកគ្រប់គ្រងរបស់យើងបន្ទាប់ពីខ្លឹមសារបន្ទាប់ពីគោលនយោបាយបន្ទាប់ពីអ្វីដែលយើងបានរៀបចំហើយអ្នកទាំងអស់គ្នាត្រូវពិនិត្យលើកត្តា3សំខាន់ឧទាហរណ៍ថាទស្សនិកជនគឺជាអ្នកគ្រប់គ្រងយើងទី1អ្នកទាំងអស់គ្នាត្រូវដឹងអំពីខ្លឹមសារប្រធានបទដែលយើងត្រូវនិយាយឧទាហរណ៍ថាម៉ោងពេលគេឲ្យយើងនិយាយកន្លះម៉ោងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវទុកពេល2នាទីបាទ2នាទីចន្លោះកលិតខាងលើហ្នឹងឬក៏3នាទីសម្រាប់គិរិយកិច្ចស្វាគមន៍បាទយើងទុក2ទៅ3នាទីខាងក្រោយទុកសម្រាប់ជូនពរឬក៏យើងអាចទុកចន្លោះ5នាទីដើម្បីសរុបខ្លឹមសារអញ្ចឹងគេឲ្យកន្លះម៉ោងយើងនៅសល់ពេលវេលា20នាទីជាងយើងនៅសល់ពេលវេលា20នាទីជាងយើងទុកសម្រាប់ដាក់ខ្លឹមសារគោលនយោបាយរបស់យើង1 2 3 4 5បើសិនជាពេលគេឲ្យកន្លះម៉ោងអ្នកសម្របរួលកម្មវិធីគេឲ្យពេលយើងកន្លះម៉ោងអញ្ចឹងយើងត្រូវបែងចែកផ្នត់អាក្រដាសរាមរបស់យើងនេះគឺយើងបត់កណាត់លើហ្នឹងយើងនិយាយអីកណាត់ក្រោមនិយាយពីអីហើយអាខ្លឹមសារតួកណ្ដាលរបស់យើងនិយាយអីយើងវឹកហាត់
ការនិយាយរបស់យើងនោះធ្វើមិនឲ្យកន្លះម៉ោងគឺឲ្យវាគ្រប់ត្រឹមតែម្ដងប៉ុន្តែ complete ត្រូវរកអា sound bite ឬក៏សារ message ដែលយើងនិយាយទៅគឺធ្វើឲ្យគេចងចាំឲ្យគេជឿជាក់ឲ្យគេទុកចិត្តឲ្យគេគ្រប់គ្រងតែម្ដងគេគាត់តែឃើញអញ្ចឹងគឺគេគ្រប់គ្រងតែម្ដងអញ្ចឹងខ្លឹមសារប្រធានបទទី1គឺពាក់ព័ន្ធជាមួយនឹងភាពស៊ីជម្រៅនៃគំនិតទី2គឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ឧបករណ៍គ្រប់គ្រងយើងអាចមានឯកសារយោងជាលក្ខណៈ public speaking យើងអាចមានអីដែលជាឯកសារយោងយើងអាចបង្ហាញបានហើយទី3ពាក់ព័ន្ធជាមួយនឹងខ្លឹមសាររបស់យើងបញ្ចំជាមួយប្រធានបទដែលយើងបានលើកឡើងហើយចំណុចចុងក្រោយគឺលំហូរនៃគំនិតរបស់យើងតើយើងមានភាពស៊ីជម្រៅនៃគំនិតកម្រិតណានៅពេលដែលយើងបញ្ជូនសារ message ឬក៏ការនិយាយជាសាធារណៈរបស់យើងទៅចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្របកស្រាយវិធីសាស្ត្របកស្រាយនេះគឺចង់សំដៅទៅលើរចនាសម្ព័ន្ធនៃការនិយាយមានន័យថាយើងនិយាយនឹងមានផ្ដើមមានតួមានសេចក្តីបញ្ចប់ដែរអត់បាទយើងនិយាយត្រូវតែមានអញ្ចឹងដូចខ្ញុំបានបញ្ជាក់ខាងដើមហើយចំណុចនៅក្នុងវិធីសាស្ត្របកស្រាយយើងត្រូវបញ្យល់ឲ្យបានច្បាស់លាស់បាទកុំនិយាយភាសាបច្ចេកទេសខ្លាំងពេកអ្នកស្ដាប់របស់យើងជាប្រជាកសិករឬក៏អ្នកស្ដាប់របស់យើងកម្រិតណាយើងត្រូវប្រើភាសារបស់យើងឲ្យចំអារម្មណ៍របស់អ្នកស្ដាប់បាទយើងកុំឲ្យប្រើភាសាបច្ចេកទេសឬភាសាបរទេសលីឡំច្រើនពេកដែលធ្វើឲ្យអ្នកស្ដាប់គាត់ស្ដាប់បញ្យល់អញ្ចឹងវាធ្វើឲ្យសារដែលយើងបញ្ជូនទៅវាអត់មានន័យខ្លឹមសារទី3គឺការគ្រប់គ្រងពេលវេលាគេឲ្យកន្លះម៉ោងយើងកុំនិយាយលើសហើយកុំនិយាយស្ទើរយើងកំណត់ម៉ោងខ្លួនយើងតែម្ដងបាទព្រោះយើងបានវឹកហាត់កលឹះដើម្បីខ្លាយទៅជាអ្នកនិយាយដែលពូកែនៅក្នុងការ public speaking គឺមនុស្សគេហៅថា practice and practice នេះគឺជាបណ្ដាំរបស់គ្រូឈឹមសំណាងដែលខ្ញុំបានវឹកហាត់ public speaking ខ្ញុំវឹកហាត់កម្មវិធីរបស់គាត់នានាដែលគាត់បានសាកឲ្យខ្ញុំជាមនុស្សម្នាក់ជាអ្នកបន្តវេនរបស់គាត់ដើម្បីវឹកហាត់មាន debate ផងមាន public speaking ផងមាន campaign speak ផងអសន្នរកថាយុទ្ធនាការសម្រាប់អ្នកនយោបាយខ្ញុំបានវឹកហាត់រៀនសូត្រពីគាត់នៅត្រង់ចំណុចនេះ